ខ្ញុំចង់អានបទគម្ពីរនេះឡើងវិញម្ដងទៀតដើម្បីឲ្យពុកម៉ែបងប្អូនគ្នាបានស្ដាប់ម្ដងទៀតនៅព្រះបន្ទូលមួយនេះម៉ាថាយ24ខ42ដល់ខ44ដូច្នេះចូលចាំយាមត្បិតអ្នករាល់គ្នាមិនដឹងជាពេលណាដែលព្រះអង្គម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេចូលដឹងសេចក្តីនេះចុះបើម្ចាស់ផ្ទះបានដឹងជាចោរនៅមកនៅយាមណានោះគេនឹងបានចាំយាមមិនឲ្យចោរទម្លុះចូលផ្ទះបានទេដូច្នេះឲ្យអ្នករាល់គ្នាប្រុងប្រៀបខ្លួនជាស្រេចដែរត្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិតខ្ញុំចង់បង្ហាញនៅរូបភាពមួយបងប្អូនគ្នាអាចមើលជាមួយគ្នាបន្តិចតកតងជាមួយនឹងហេតុការណ៍ដែលអាចនឹងកើតឡើងនៅវេលាដែលយើងមិនបានគិតបាទអាចនឹងមានហេតុការណ៍ឬក៏ព្រឹត្តិការណ៍ដែលកើតឡើងនៅវេលាដែលយើងមិនបានគិតឬក៏យើងមិនបានគិតទុករំពឹងទុកបាទអាចនឹងកើតឡើងរូបភាពដែលខ្ញុំបានបង្ហាញនេះគឺជាព្រឹត្តិការណ៍ទាំងឡាយដែលអាចនឹងកើតឡើងគ្រប់ពេលវេលាដែលយើងមិនបានរំពឹងទុកឬក៏មិនបានចង់ឃើញដែររូបភាពទី1គឺជាសង្គ្រាមនុយក្លេអ៊ែរដែលអាចនឹងកើតឡើងហើយមានការបំផ្លាញពិភពលោកបានដោយយើងមិនបានរំពឹងទុកទេរូបភាពទី2គឺជាជំងឺអាសន្នរោគដែលអាចនឹងកើតឡើងគ្រប់ពេលវេលានៅលើពិភពលោកដែររូបភាពទី3គឺជាគ្រោះមហន្តរាយផ្សេងៗបាទគ្រោះមហន្តរាយផ្សេងៗដូចជាទឹកជំនន់ខ្យល់ព្យុះឬមួយក៏បញ្ហាផ្សេងៗដែលកើតមានឡើងដោយធម្មជាតិទី4គឺជាការជំនុំជម្រះរបស់ផងព្រះជាម្ចាស់ពីព្រោះបទគម្ពីរបានចែងច្បាស់នៅក្នុងរូបភាពទី4នេះគឺអត់មាននរណាម្នាក់អាចដឹងពេលដឹងវេលាកំណត់នៃព្រះម្ចាស់ដែលត្រូវមកទេនេះគឺជារូបភាពដែលអាចរំលឹកឲ្យយើងមើលឃើញថាមានហេតុកើតឡើងក៏ប៉ុន្តែយើងអត់បានរំពឹងទុកអត់បានគ្រោងទុកថាវានឹងកើតឡើងទេថាវានឹងកើតឡើងរឿងមួយទៀតដែលខ្ញុំបានដាក់នៅក្នុងនេះទេកាលពីប្រហែលថ្ងៃមុននេះថ្មីនេះមានលោកគ្រូកងវិលដល់ល្បីម្នាក់នៅក្នុងប្រទេសកម្ពុជារបស់យើងដែលគាត់បានទទួលមរណភាពគឺជាសេចក្តីស្លាប់គាត់មានជំងឺបញ្ហាបេះដូងរបស់គាត់ប៉ុន្តែគាត់មានវិធីសាស្ត្រនៅក្នុងការទប់ស្កាត់ឬការពារនៅពេលដែលគាត់មានការប្រតិកម្មនឹងកើតឡើងធម្មតាគាត់មានសកម្មភាពធម្មតាចូលរួមជួបជុំសកម្មភាពផ្សេងជាធម្មតាកាលពីថ្ងៃទី22មានគ្រីបបរិស័ទជាច្រើនបានឃើញគាត់ជួបគាត់នៅក្នុងព្រឹត្តិការណ៍អាហារសាមគ្គីរបស់គ្រីបបរិស័ទទូទាំងប្រទេសថ្ងៃទី24 25ដូចជាគាត់បានចូលរួមព្រឹត្តិការណ៍ផ្សាយដំណឹងល្អរបស់លោក Franklin Graham នៅសៀមរាបដែលគ្រីបបរិស័ទរាប់ពាន់នាក់បានឃើញគាត់ខ្លះបានជួបគាត់ដោយផ្ទាល់ថតរូបជាមួយគាត់ទៀតជាធម្មតាប៉ុន្តែប្រហែលថ្ងៃមុននេះពេលព្រឹកគាត់ញ៉ាំកាហ្វេជាមួយនឹងលោកគ្រូបាសាខានិងអ្នកគ្រូប្រពន្ធរបស់គាត់ហើយដដើមនេះចេញលុយធម្មតាតែពេលថ្ងៃបន្តិចក៏ស្រួលខ្លួនហើយអាការៈស្រួលខ្លួនគាត់គឺធ្វើទុកគាត់ភ្លាមធ្វើឲ្យគាត់មានគ្រោះថ្នាក់ភ្លាមតែម្ដងអត់បានរំពឹងទុកលោកគ្រូសុខាហើយនឹងលោកគ្រូបាសាខាហើយនឹងប្រពន្ធរបស់គាត់នឹកស្មានបណ្ដាលថាហូបកាហ្វេមួយគាត់ធម្មតាដដើមនេះចេញលុយធម្មតាតែប្រហែលម៉ោងក្រោយគាត់បាត់បង់ជីវិតទៅអញ្ចឹងសេចក្តីស្លាប់អាចកើតឡើងនៅលើជីវិតមនុស្សគ្រប់ពេលវេលាដែលយើងមិនអាចកំណត់បានដោយហេតុណាឬក៏ដោយរឿងរ៉ាវអ្វីនោះដែរអាចនឹងកើតឡើងគ្រប់ពេលវេលាអរលោកអ្នកបងប្អូនគ្នាព្រឹត្តិការណ៍ទាំងឡាយដែលខ្ញុំបានបង្ហាញព្រឹត្តិការណ៍ដែលខ្ញុំបានអំពីជីវិតរបស់ផងមនុស្សដែលអាចនឹងងាយផុយស្រួយនៅក្នុងការបាត់បង់តើបងប្អូនគ្នាត្រូវគិតយើងបានត្រៀមខ្លួនសម្រាប់ក្រោយពីព្រឹត្តិការណ៍ទាំងអស់នោះកើតមកហើយឬនៅដូច្នេះប្រធានបទឬក៏ចំណងជើងថ្ងៃនេះមកចំណងជើងថាត្រៀមខ្លួនជាស្រេចមុនថ្ងៃនោះមកដល់ត្រៀមខ្លួនជាស្រេចមុនថ្ងៃទាំងនោះមកដល់ថ្ងៃទាំងនោះខ្ញុំបែងចែកជា2ទី1ថ្ងៃនៃសេចក្តីអាក្រក់
ទាំងព្រឹត្តិការណ៍ទាំងឡាយដែលអាចនឹងកើតមានឡើងទាំងជីវិតរបស់ផងយើងលើផែនដីដែលផុយស្រួយនឹងព្រឹត្តិការណ៍ទី2គឺជាថ្ងៃនៃព្រះម្ចាស់ថ្ងៃនៃព្រះម្ចាស់សេចក្តីទាំងពីរនេះពេលវេលាទាំងពីរនេះបើសិនជាយើងអត់បានត្រៀមខ្លួនជាស្រេចទេលោតែកើតមកដល់ជីវិតរបស់យើងភ្លាមក្រោយពីនោះឬមួយកំឡុងពេលនោះយើងអាចប្រឈមជាមួយនឹងគ្រោះថ្នាក់ឬក៏ប្រឈមនឹងការខាត់បងជាធ្ងន់បើខ្ញុំនិយាយអំពីថ្ងៃនេះស្ដីអាក្រក់កាលណាយើងបានត្រៀមខ្លួនជាស្រេចទោះបីជាថ្ងៃនោះកើតមកយ៉ាងហោចណាស់ក៏យើងអាចជៀសផុតឬក៏អាចនឹងការពារឬក៏អាចទប់ស្កាត់បានឧទាហរណ៍ថាសង្គ្រាមបើសិនជាយើងបានត្រៀមខ្លួនជាស្រេចនៅពេលដែលសង្គ្រាមមកដល់ក៏យើងមានរបស់របរទុកដាក់ឬក៏សម្ភារៈដែលយើងត្រៀមប្រុងជាស្រេចខ្ញុំបានទៅជែកគ្នាជាមួយនឹងបងប្អូនយើងម្នាក់នៅពេលដែលមានសង្គ្រាមកើតឡើងហើយគាត់បាននិយាយថាបងប្អូននៅតាមព្រំដែនត្រូវបានคล้ายទៅជាជនភៀសសឹកប៉ុន្តែសម្រាប់បងប្អូនប្រជាពលរដ្ឋដែលជាជនជាតិខ្មែរយើងទាំងអស់នៅក្នុងប្រទេសកម្ពុជាឬក៏អ្នកដែលនៅប្រទេសកម្ពុជាដទៃផ្សេងទៀតទោះបីជាឥឡូវហ្នឹងមិនទាន់ជាជនភៀសសឹកប៉ុន្តែត្រូវត្រៀមខ្លួនធ្វើជាជនភៀសសឹកបាទអញ្ចឹងការត្រៀមខ្លួនធ្វើជាជនភៀសសឹកមានន័យថាឲ្យយើងបានរៀបចំទុកដាក់ជាមុនសម្ភារៈអីខ្លះដែលសំខាន់សម្ភារៈអីខ្លះដែលចាំបាច់អ្វីខ្លះដែលយើងត្រូវវិចខ្ចប់ងាយស្រួលនៅក្នុងការយកតាមខ្លួនរបស់យើងមធ្យោបាយអីខ្លះដែលយើងត្រូវត្រៀមដើម្បីទុកសម្រាប់នៅពេលដែលហេតុការណ៍នោះកើតមកយើងមានសម្រាប់ការធ្វើខ្លួនរបស់យើងជាជនភៀសសឹកហ្នឹងដើម្បីឲ្យយើងអាចនឹងមានសម្ភារៈគ្រប់គ្រាន់ឬក៏មធ្យោបាយគ្រប់គ្រាន់ដើម្បីឲ្យយើងអាចនឹងជំនះខ្លួនឬក៏ដោះខ្លួនឬក៏យើងជំនះខ្លួនចេញទៅយើងមានសម្ភារៈឬក៏មានស្បៀងគ្រប់គ្រាន់ដើម្បីនឹងបរិភោគទោះបីមិនគ្រប់គ្រាន់ប៉ុន្តែយើងបានត្រៀមមែនទេអញ្ចឹងការត្រៀមខ្លួនសំខាន់ការត្រៀមខ្លួនសំខាន់ដូច្នេះបើសិនជាយើងបានត្រៀមខ្លួនជាស្រេចយ៉ាងហោចណាស់នៅពេលដែលមានគ្រោះនោះកើតមកដល់យើងអាចទប់ទល់បានយើងអាចទប់ទល់បានឬក៏យើងអាចនឹងមានលទ្ធភាពនឹងបញ្ជៀសបានបើសិនជាបានបញ្ជៀសខ្លួនយើងដើម្បីគេចចេញអំពីគ្រោះថ្នាក់ឬការអាក្រក់នោះកើតឡើងចឹងសំខាន់មែនទែនសម្រាប់ការត្រៀមខ្លួនសម្រាប់ការដឹងត្រៀមខ្លួនជាស្រេចថ្ងៃនេះព្រះម្ចាស់ដូចគ្នាយើងអត់ដឹងពេលវេលាកំណត់ណាមួយរបស់ផងព្រះអង្គនឹងមកទេគ្មានអ្នកណាម្នាក់ព្រះគម្ពីរប្រាប់សូម្បីតែពួកទេវតានៅឋានសួគ៌ក៏អត់ដឹងថាពេលណាដែលព្រះជាម្ចាស់ព្រះអង្គយាងមកដែរដូច្នេះការត្រៀមខ្លួនជាស្រេចគឺដើម្បីកាលណាព្រឹត្តិការណ៍នោះកើតឡើងក្រោយពីនោះទៅយើងនឹងទទួលបានអីបាទឧទាហរណ៍ថាបើព្រះអង្គយាងមកស្អីជាកិច្ចការដែលព្រះអង្គត្រូវធ្វើគឺជំនុំជម្រះផែនដីទាំងមូលសង្គ្រោះអ្នកដែលជឿព្រះអង្គណាអញ្ចឹងបើសិនជាយើងបានត្រៀមខ្លួនជាស្រេចនៅពេលដែលព្រះអង្គបានយាងមកអ្វីដែលព្រះអង្គបានសន្យានឹងត្រូវបានប្រទានដល់អ្នកដែលបាននៅរងចាំត្រៀមខ្លួនមានន័យថាអ្នកនោះបានត្រៀមខ្លួនជាស្រេចដើម្បីនឹងរងចាំមានរឿងជាច្រើនដែលបានលើកនៅក្នុងព្រះគម្ពីរតាក់ទងជាមួយនឹងសេចក្តីនោះតាក់ទងមួយសេចក្តីនោះដូចជាស្ត្រីព្រហ្មចារី10នាក់ណាដូចជាស្ត្រីមេម៉ាយម្នាក់ដែលបានបាត់កាក់ហើយក៏ត្រូវអុជចង្គៀងដើម្បីនឹងតាមរកដូចខ្ញុំបានចែកចាយពីឆ្នាំមុនប្រហែលខែមុនអំពីរឿងនោះដូច្នេះត្រឡប់មកវិញខ្ញុំនិយាយថាការត្រៀមខ្លួនជាស្រេចមុនថ្ងៃនោះមកដល់គឺសំខាន់សម្រាប់អស់លោកអ្នកបងប្អូនអរគ្នាយើងនឹងផ្ដោតទៅលើការត្រៀមខ្លួនឬក៏ការត្រៀមខ្លួនមុនថ្ងៃនោះមកដល់តាក់ទងជាមួយនឹងរឿងទាំងពីរមានន័យថាទាំងព្រឹត្តិការណ៍ដែលយើងត្រូវជួបប្រទះនៅក្នុងជីវិតសាច់ឈាមរបស់យើងទាំងជីវិតខាងឯព្រលឹងវិញ្ញាណប៉ុន្តែអ្វីដែលសំខាន់សម្រាប់ជាទូទៅភាគច្រើននៅក្នុងជីវិតជាគ្រីស្ទបរិស័ទអ្វីដែលយើងត្រូវទទួលបាននៅការរំលឹកច្រើនជាងគេឬក៏អ្វីដែលយើងទាំងអស់គ្នាម្នាក់ៗត្រូវគិតឲ្យបានច្រើនជាងគេគឺជាជីវិតខាងឯព្រលឹងវិញ្ញាណពីព្រោះយើងត្រូវដឹងថាវានឹងត្រូវកើតឡើងតែពេលវេលាណាដែលយើងមិនដឹងវាអាចនឹងកើតឡើងតែយើងមិនដឹងថាពេលវេលាណាទេចឹងការត្រៀមខ្លួនជាស្រេចគឺជារឿងដែលមានសារៈប្រយោជន៍បំផុតសម្រាប់អស់លោកអ្នកបងប្អូនអរគ្នាមានរូបភាពមួយទៀតកន្លែងនេះមិនជាចាំបាច់ប៉ុន្តែខ្ញុំចង់គ្រាន់តែចង់បង្ហាញ
នៅពេលដែលយើងមានវិធានការនៅក្នុងការពារសុខភាពប្រកាសជាបញ្ជៀសផុតពីជំងឺមួយចំនួនណាអានេះគ្រាន់តែជារូបភាពមួយដែលរំលឹកអមទៅជាមួយអ្វីដែលខ្ញុំបានចែកចាយពីមុនទេខ្ញុំមកដល់គ្នាកំណត់សម្គាល់របស់យើងថ្ងៃអាក្រក់អាចនឹងកើតឡើងគ្រប់ពេលវេលាទី1មាន3ចំណុចខ្ញុំចង់បងប្អូនដល់គ្នាបានពិនិត្យមើលទី1ថ្ងៃនោះនឹងមកដល់អត់អាចបដិសេធបានទី2យើងត្រូវឲ្យយើងបានត្រៀមខ្លួនជាស្រេចដើម្បីមិនឲ្យយើងត្រូវរង្គោះរង្គើដើម្បីមិនត្រូវឲ្យយើងរង្គោះរង្គើទី3ត្រូវចាំថាព្រះអង្គជាទីពឹងជ្រករបស់យើងសម្រាប់អ្នកដែលទុកចិត្តដល់ព្រះអង្គ3ចំណុចនេះដែលចង់ជាកំណត់សម្គាល់របស់អ្នកគ្នាត្រូវមើលជាមួយគ្នាតាមរយៈព្រះបន្ទូលព្រះអង្គនៅពេលថ្ងៃនេះទទួលស្គាល់ថាថ្ងៃអាក្រក់អាចនឹងកើតឡើងគ្រប់ពេលដែលយើងមិនអាចនឹងដឹងមុនបានអញ្ចឹងយើងកំពុងតែរស់លើផែនដីគឺជាពិភពរបស់អំពើបាបដែលពេញដោយសេចក្តីអាក្រក់ដូច្នេះថ្ងៃនៃសេចក្តីអាក្រក់អាចនឹងកើតឡើងគ្រប់ពេលដែលយើងមិនអាចរំពឹងទុកបានមុនថ្ងៃនៃសេចក្តីអាក្រក់អាចនឹងធ្វើឲ្យយើងវិនាសបាត់បង់ឬក៏មានមហន្តរាយកើតឡើងគ្រប់ពេលវេលាបានក្នុងនាមជាគ្រីស្ទបរិស័ទជាអ្នកដែលជឿព្រះយេស៊ូវគឺយើងត្រូវតែមានសេចក្តីសង្ឃឹមនៅក្នុងព្រះគ្រីស្ទហើយរង់ចាំគ្រប់ទាំងសេចក្តីសន្យារបស់ព្រះអង្គពីព្រោះអ្វីដែលព្រះអង្គសន្យាគឺពិតសូមចាំកត់ចំណាំនៅចំណុចឃ្លាមួយនេះសំខាន់មែនទែនសម្រាប់ក្នុងនាមយើងជាគ្រីស្ទបរិស័ទការត្រៀមខ្លួនជាស្រេចគឺជាការល្អពីព្រោះយើងអាចការពារមុនថ្ងៃអាក្រក់ដែលកើតមកដោយមិនបានគ្រោងទុកទី2យើងអាចនឹងតតាំងនៅពេលដែលយើងបានត្រៀមខ្លួនទុកយើងអាចនឹងតតាំងជាមួយបាននៅក្នុងថ្ងៃអាក្រក់នោះមកដល់ទី3យើងអាចរំដោះខ្លួនតាន់ពេលនៅពេលដែលថ្ងៃនោះបានមកដល់ហើយក៏យើងអាចមានសុវត្ថិភាពខ្ពស់ដែរក្រោយពីថ្ងៃនោះបានកើតមានឡើងនេះចំណុចនេះទាំង4នេះបងប្អូនគ្នាអាចនឹងពិនិត្យមើលទាំងព្រឹត្តិការណ៍ខាងសាច់ឈាមលើផែនដីនេះទាំងព្រឹត្តិការណ៍ខាងឯព្រលឹងវិញ្ញាណមានន័យថាកាលណាយើងបានត្រៀមខ្លួនជាស្រេចយើងទទួលបានលទ្ធផលទាំងអស់នេះនៅក្នុងជីវិតរបស់ផងយើងឥឡូវនេះយើងនឹងមើលទៅក្នុងការត្រៀមខ្លួនរបស់ផងយើងតែខ្ញុំចង់ផ្ដោតបងប្អូនអរគ្នានៅក្នុងនាមជាគ្រីស្ទបរិស័ទក្នុងនាមជាអ្នកជឿដល់ព្រះយេស៊ូវគ្រីស្ទបាទក្នុងនាមជាអ្នកជឿដល់ព្រះយេស៊ូវគ្រីស្ទការត្រៀមខ្លួនជាគ្រីស្ទបរិស័ទត្រូវតែត្រៀមខ្លួនដោយមានការភ្ញាក់ដឹងខ្លួនដូចជាមនុស្សដែលភ្លឺភ្ញាក់ដឹងខ្លួនមានន័យថាដឹងខ្លួនថាខ្ញុំគឺជាដែលរងចាំព្រះម្ចាស់ព្រះយេស៊ូវខ្ញុំគឺជាអ្នកដែលរងចាំព្រះយេស៊ូវខ្ញុំផ្ដោតទៅលើខាងឯព្រលឹងវិញ្ញាណនៅពេលនេះដើម្បីបងប្អូនគ្នាបានដឹងថាជាគ្រីស្ទបរិស័ទសេចក្តីសង្ឃឹមដែលខ្លួនមានជាមួយព្រះយេស៊ូវគ្រីស្ទជាអីមិនមែនជាអំណោយខាងសាច់ឈាមទេមិនមែនជាកាដូនៅខាងក្រៅទេប៉ុន្តែគឺជាអ្វីមួយដែលព្រះជាម្ចាស់ព្រះអង្គសន្យានឹងប្រទានមកឲ្យយើងទាំងអស់គ្នាដែលយើងត្រូវរំពឹងមានសេចក្តីសង្ឃឹមហើយទុកចិត្តចំពោះព្រះអង្គម្ចាស់ដែលទ្រង់ជាព្រះដែលស្មោះត្រង់ឯងបាទអញ្ចឹងនៅពេលដែលយើងរងចាំឬក៏ត្រៀមខ្លួននេះត្រៀមខ្លួនដោយភ្ញាក់ដឹងខ្លួនដូចជាមនុស្សដែលភ្លឺនេះយើងត្រូវតែដឹងថាតើយើងជានរណានៅក្នុងព្រះគ្រីស្ទត្រូវតែដឹងថាខ្លួនយើងជានរណាក្នុងព្រះគ្រីស្ទបើយើងអត់ដឹងថាខ្លួនយើងជានរណានៅក្នុងព្រះគ្រីស្ទទេនោះខ្ញុំជឿថាយើងក៏មិនរំពឹងឬក៏មិនយកចិត្តទុកដាក់ជាមួយនឹងការត្រៀមខ្លួននៅការយាងត្រឡប់មកវិញរបស់ព្រះអង្គឬក៏ការជំនុំជម្រះរបស់ព្រះអង្គដែរអញ្ចឹងហ៎អញ្ចឹងតើតែដឹងខ្លួនថាខ្ញុំជានរណានៅក្នុងព្រះគ្រីស្ទអញ្ចឹងខ្ញុំរំលឹកបងប្អូនអរគ្នាទី1បងប្អូនអរគ្នាជាអ្នកដែលជឿដល់ព្រះយេស៊ូវគ្រីស្ទគឺជាកូនរបស់ព្រះបើអត់ដឹងខ្លួនឯងថាជាកូនរបស់ព្រះទេបងប្អូនអរគ្នាក៏អត់ខ្វល់អំពីការយាងមករបស់ព្រះអង្គដែរតែនៅពេលដែលយើងដឹងថាខ្លួនយើងជាកូនព្រះខ្ញុំជំរុញបងប្អូនអរគ្នាថាសូមយកចិត្តទុកដាក់ឲ្យបានខ្លាំងនៅក្នុងការត្រៀមខ្លួនសម្រាប់ការយាងមករបស់ព្រះអង្គពីព្រោះមានព្រះគម្ពីរជាច្រើនដែលបង្ហាញអំពីការនោះនៅក្នុងបទគម្ពីរដែលយើងអាននេះបានបង្ហាញយ៉ាងច្បាស់បញ្ជាក់យ៉ាងច្បាស់អំពីការយាងមករបស់ព្រះអង្គអំពីការយាងមកដែលយើងជាកូនព្រះអង្គត្រូវរងចាំដែលយើងជាកូនព្រះអង្គត្រូវត្រៀមខ្លួនជាស្រេចត្រូវដឹងខ្លួនហើយត្រៀមខ្លួនជាស្រេចសម្រាប់ការយាងមករបស់ព្រះអង្គអញ្ចឹងបងប្អូនអរគ្នាត្រូវដឹងខ្លួនឯងទី1នេះគឺយើងអ្នកជឿព្រះយេស៊ូវគឺជាកូនរបស់ព្រះចុះសម្រាប់អ្នកដែលអត់ទាន់ជឿព្រះយេស៊ូវបងប្អូនអរគ្នាត្រូវស្ដាប់មើលកន្លែងនេះសម្រាប់បងប្អូនដែលអត់ទាន់ជឿព្រះយេស៊ូវបងប្អូនត្រូវដឹងថាមិនទាន់ខ្លាយជាកូនព្រះទេបើមិនទាន់ខ្លាយជាកូនព្រះទេនៅពេលដែលព្រះអង្គយាងមកក៏មិនអាចទទួលបានអ្វីពីព្រះជាម្ចាស់ដែរអញ្ចឹងសម្រាប់អ្នកជឿព្រះអង្គត្រូវតែប្រកាសថាខ្ញុំជាកូនព្រះពីព្រោះខ្ញុំជឿព្រះអង្គបើខ្ញុំជាកូនរបស់ព្រះអង្គខ្ញុំនឹងទទួលបាននៅអ្វីដែលព្រះអង្គសន្យានៅពេលដែលព្រះអង្គយាងមកនៅពេលដែលព្រះអង្គយាងមក
ពីព្រោះតែខ្ញុំជាកូនរបស់ព្រះអង្គប៉ុន្តែប្រកាសបងប្អូនត្រូវប្រកាសថាខ្ញុំប្រកាសថាខ្ញុំជាកូនរបស់ព្រះនៅក្នុងបទគម្ពីរយ៉ូហាន 1:12 បានប្រាប់ហើយបងប្អូនអរគ្នាជាកូនព្រះដោយសារបងប្អូនអរគ្នាបានទទួលព្រះអង្គតែបងប្អូនអរគ្នាទទួលព្រះអង្គប៉ុន្តែមិនប្រកាសថាខ្លួនជាកូនព្រះសូមធ្វើយ៉ាងណាដើម្បីឲ្យបងប្អូនអរគ្នាបានប្រកាសចិត្តថាខ្ញុំជាកូនព្រះព្រោះខ្ញុំជឿថាដើម្បីឲ្យយើងប្រកាសថាយើងជាកូនព្រះបានអត់មានអីក្រៅអំពីព្រះបន្ទូលដែលជាអំណាងទេដែលធ្វើឲ្យជំនឿបងប្អូនអរគ្នាអាចទុកចិត្តថាព្រះអង្គជាឪពុកជាព្រះវរបិតានៃបងប្អូនអរគ្នាបានចឹងកន្លែងនេះខ្ញុំសង្កត់បងប្អូនអរគ្នាបញ្ជាក់ឲ្យច្បាស់ថាបងប្អូនដែលជឿព្រះយេស៊ូវហើយបងប្អូនគឺជាកូនរបស់ព្រះហើយចឹងត្រូវដឹងខ្លួនដើម្បីឲ្យបងប្អូនអរគ្នាប្រកាសថាខ្ញុំជាកូនព្រះចឹងខ្ញុំត្រូវតែរងចាំព្រះអង្គខ្ញុំមិនអាចធ្វើប្រហែលជាមួយនឹងការយាងមកព្រះអង្គបានទេព្រះអង្គបានបង្ហាញថាមកដូចជាចោរដែលមិនបានប្រាប់មុនទេបើចោរប្រុងចូលផ្ទះអ្នកណាឲ្យប្រាប់មុនម្ចាស់ផ្ទះគេនឹងប្រុងព្រៀបខ្លួនដើម្បីនឹងត្រៀមការពារខ្លួនហើយតែព្រះអង្គថាព្រះអង្គមកដូចជាចោរដែលមិនប្រាប់មុនទេអ្វីដែលយើងត្រូវធ្វើគឺត្រៀមខ្លួនពីឥឡូវទៅជាស្រេចអត់ដឹងថ្ងៃស្អែកយើងទៅជាយ៉ាងណាទេអ្វីដែលយើងធ្វើគឺត្រូវត្រៀមខ្លួនសម្រាប់ថ្ងៃស្អែកជានិច្ចពីព្រោះបើព្រះអង្គយាងមកថ្ងៃស្អែកបើព្រឹត្តិការណ៍អាក្រក់កើតមកថ្ងៃស្អែកខ្ញុំបានប្រកាសថាខ្ញុំត្រៀមខ្លួនជាស្រេចហើយបើបានត្រៀមខ្លួនជាស្រេចហើយអ្វីដែលព្រះជាម្ចាស់ព្រះអង្គសន្យាព្រះអង្គនឹងផ្ដល់យើងនឹងទទួលបានពីព្រោះយើងបានត្រៀមខ្លួនដើម្បីទទួលណាចឹងត្រឡប់មកវិញទី1បងប្អូនគឺជាកូនរបស់ព្រះដោយសារសេចក្តីជំនឿដែលជឿព្រះយេស៊ូវបើគ្មានសេចក្តីជំនឿនោះមិនគប់ផាតីព្រះទេព្រះគម្ពីរហេព្រើរបានប្រាប់តែសេចក្តីជំនឿដែលបងប្អូនអរគ្នាមានចំពោះព្រះយេស៊ូវគឺនាំបងប្អូនអរគ្នាត្រឡប់ទៅជាកូនរបស់ព្រះយ៉ូហានចំពុក 1 ខ 12 កាឡាទី 3:26 បានប្រាប់ត្បិតអ្នករាល់គ្នាសុទ្ធតែជាកូនព្រះដោយសារសេចក្តីជំនឿដែលជឿដល់ព្រះគ្រីស្ទយេស៊ូវអក្សរនេះទូចប៉ុន្តែខ្ញុំប្រាប់បងប្អូនអរគ្នាកាឡាទីចំពុក 3 ខ 26 អ្នករាល់គ្នាសុទ្ធតែជាកូនព្រះដោយសារសេចក្តីជំនឿដែលជឿដល់ព្រះគ្រីស្ទយេស៊ូវមិនមែនជាពាក្យខ្ញុំតែជាព្រះបន្ទូលបងប្អូនអរគ្នាអាចបើកមើលក្នុងព្រះគម្ពីរកាឡាទី 3:26 ចឹងសេចក្តីសន្យានេះច្បាស់ណាស់ថាបងប្អូនអរគ្នាដែលជឿព្រះយេស៊ូវគ្រីស្ទបងប្អូនគឺជាកូនព្រះឥឡូវខ្ញុំបញ្ជាក់បងប្អូនអរគ្នាក្នុងចិត្តបងប្អូនអរគ្នាទទួលស្គាល់ខ្លួនឯងថាជាកូនព្រះនៅត្រូវប្រកាសនៅពេលដែលមានជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទទទួលព្រះយេស៊ូវតែព្រះយេស៊ូវជាព្រះអង្គជាព្រះអង្គសង្គ្រោះទទួលស្គាល់នៅក្នុងចិត្តបងប្អូនត្រឡប់ទៅជាកូនរបស់ព្រះអង្គទទួលស្គាល់ព្រះគម្ពីរប្រាប់ថាព្រះអង្គបានដាក់ព្រះវិញ្ញាណបរិសុទ្ធព្រះអង្គដៅចំណាំនៅក្នុងយើងថាយើងជាកូនព្រះអង្គមើលមកយើងព្រះអង្គស្គាល់ថាយើងជាកូនរបស់ព្រះអង្គដោយសារយើងមានជំនឿចឹងជំនឿនឹងគឺជាអ្វីមួយដែលនាំឲ្យយើងបានមានអត្តសញ្ញាណជាក់ច្បាស់ត្រឡប់ទៅជាកូនរបស់ព្រះចឹងត្រឡប់មកវិញការត្រៀមខ្លួនជាស្រេចតតែម្ដងគ្នាបានដឹងថាខ្លួនឯងជានរណានៅក្នុងព្រះគ្រីស្ទយេស៊ូវទី2បងប្អូនជាមនុស្សនៃសេចក្តីសុចរិតការត្រៀមខ្លួនរងចាំការយាងមកព្រះអង្គដែលមិនដឹងថាព្រះអង្គនឹងយាងមកពេលណាបងប្អូនដឹងថាបងប្អូនគ្នាជាមនុស្សសុចរិតដោយសារជំនឿដែរសុចរិតដោយសារជំនឿដែលជឿដល់ព្រះយេស៊ូវគ្រីស្ទព្រះគម្ពីរបានប្រាប់ថាមនុស្សមិនអាចនឹងសុចរិតដោយសារតែការប្រព្រឹត្តរបស់ខ្លួនឯងទេព្រះគម្ពីរបានប្រាប់អញ្ចឹងមនុស្សមិនអាចនឹងសុចរិតដោយសារតែការប្រព្រឹត្តរបស់ខ្លួនហេតុអីពីព្រោះមនុស្សប្រព្រឹត្តមិនបានសុចរិតមិនមែនដោយព្រោះតែសេចក្តីសុចរិតគ្មាននៅក្នុងលោកនេះនោះទេប៉ុន្តែដោយព្រោះតែមនុស្សមិនអាចប្រព្រឹត្តសេចក្តីសុចរិតបានមិនអាចធ្វើល្អបានជាព្រះអង្គរាប់សេចក្តីសុចរិតត្រូវតែមកដោយសារព្រះគុណតាមរយៈសេចក្តីជំនឿវិញនេះគឺជាព្រះគុណព្រះអង្គខ្ញុំគ្រាន់តែទទួលព្រះអង្គជាព្រះអង្គម្ចាស់នៃជាព្រះសង្គ្រោះព្រះអង្គរាប់ខ្ញុំជាមនុស្សសុចរិតចឹងទី1ទទួលព្រះអង្គរាប់ជាកូនទី2នៅក្នុងនឹងព្រះអង្គរាប់យើងជាមនុស្សសុចរិតចឹងបងប្អូនអរគ្នាគឺជាមនុស្សសុចរិតដោយសារជំនឿដែលជឿដល់ព្រះយេស៊ូវចឹងបើបងប្អូនអរគ្នាជាមនុស្សសុចរិតបងប្អូនអរគ្នាដឹងខ្លួនឯងថាខ្ញុំជារបស់ព្រះជាកម្មសិទ្ធិរបស់ព្រះដែលព្រះអង្គបានសម្អាតខ្ញុំព្រះអង្គនាំខ្ញុំចេញពីអំពើបាប
បងបន្សុទ្ធខ្ញុំឲ្យคล้ายទៅជាមនុស្សដែលល្អបរិសុទ្ធស្អាតដែលអាចនឹងស័ក្តិសមជាមួយនឹងព្រះដ៏បរិសុទ្ធជាមួយនឹងព្រះដ៏សុចរិតបានហើយបានជាយើងហ៊ានធានាទទួលការធានាអះអាងអំពីព្រះជាម្ចាស់ថាយើងអាចចូលនគរឋានសួគ៌បានដោយសារសេចក្តីសុចរិតនេះឯងហើយសេចក្តីសុចរិតនេះមិនមែនជាសេចក្តីសុចរិតដោយសារយើងប្រព្រឹត្តទេប៉ុន្តែគឺជាសេចក្តីសុចរិតដោយជាព្រះគុណដែលព្រះជាម្ចាស់ព្រះអង្គទតមើលនៅក្នុងយើងថាព្រះអង្គរាប់យើងថាសុចរិតនៅពេលដែលយើងទទួលព្រះអង្គព្រះគុណព្រះអង្គរាប់យើងថាយើងសុចរិតនៅពេលដែលយើងទទួលព្រះអង្គពិតប្រាកដព្រះអង្គមើលឃើញយើងជាមនុស្សសុចរិតអញ្ចឹងបងប្អូនអរគ្នានៅទីនេះជាកូនព្រះបងប្អូនជាមនុស្សសុចរិតបទគម្ពីរបានប្រាប់ដូច្នេះដែលយើងរាល់គ្នាបានរាប់ជាសុចរិតដោយការជឿនោះឈ្មោះថាយើងបានជាមេត្រីនឹងព្រះដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះម្ចាស់នៃយើងរាល់គ្នារាប់ជាសុចរិតដោយការជឿនោះឈ្មោះថាយើងបានជាមេត្រីជាមួយនឹងព្រះមានទំនាក់ទំនងជាមួយនឹងល្អទំនាក់ទំនងល្អជាមួយនឹងព្រះដ៏បរិសុទ្ធពីដើមនៅក្នុងអំពើបាបអាចមានទំនាក់ទំនងជាមួយព្រះបរិសុទ្ធបានទេអត់បានទេនៅក្នុងអំពើបាបមានសិទ្ធិចូលទៅក្នុងនគរឋានសួគ៌ជាកន្លែងដែលសុចរិតបានទេអត់បានទេមានទំនាក់ទំនងជាមួយព្រះសុចរិតបានទេបើយើងជំនួសមានបាបអត់បានទេប៉ុន្តែដោយសារសេចក្តីជំនឿដែលជឿដល់ព្រះយេស៊ូវគ្រីស្ទមនុស្សដែលមានបាបបានជាមេត្រីជាមួយនឹងព្រះដ៏សុចរិតដោយសារព្រះអង្គបានរាប់មនុស្សនោះជាមនុស្សសុចរិតនោះគឺជាព្រះគុណខ្ញុំនិយាយម្ដងទៀតយើងអាចធ្វើបានបើយើងមិនអាចធ្វើបានហើយយើងទទួលបាននោះគឺជាព្រះគុណដោយសារព្រះអង្គផ្ដល់ព្រះគុណមកទើបយើងទទួលយកបានបងប្អូនអ្នកគ្នាដែលនៅទីនេះដែលជឿដល់ព្រះយេស៊ូវគ្រីស្ទបងប្អូនត្រឡប់ទៅជាមនុស្សសុចរិតគឺដោយសារព្រះគុណរបស់ព្រះសូម្បីតែខ្ញុំជាគ្រូកងវិលខ្ញុំមិនអាចនឹងធ្វើអំពើរង្ការល្អបានគ្រប់លក្ខទេប៉ុន្តែខ្ញុំរាប់ជាមនុស្សសុចរិតដោយសារព្រះគុណរបស់ព្រះនៅចំពោះព្រះខ្ញុំព្រះអង្គទទួលស្គាល់ខ្ញុំថាជាមនុស្សសុចរិតមិនមែនតែខ្ញុំទេបងប្អូនគ្រប់គ្នានៅទីនេះគ្រីស្ទបរិស័ទទូទាំងសកលលោកអ្នកដែលជឿព្រះយេស៊ូវពិតប្រាកដព្រះអង្គមើលឃើញអ្នកនោះថាជាមនុស្សសុចរិតនៅចំពោះព្រះនេតរបស់ព្រះអង្គនៅខាងក្នុងដោយសារមានជំនឿបើគ្មានជំនឿយើងអាចទៅរួចទេដូច្នេះរំលឹកដល់បងប្អូនអរគ្នាដែលអត់ទាន់ទទួលព្រះអង្គសូមពិចារណាឡើងវិញបងប្អូនអាចខ្លាយទៅជាកូនព្រះទេបងប្អូនអាចខ្លាយជាមនុស្សសុចរិតទេបើបងប្អូនមិនទាន់ជាកូនព្រះទេបងប្អូនមិនទាន់ត្រូវបានរាប់ជាសុចរិតទេតើបងប្អូនអរគ្នាអាចរងចាំព្រះអង្គយាងមកបានទេអត់បានទេហើយបើបងប្អូនអរគ្នាដែលជឿព្រះអង្គហើយនេះដឹងខ្លួនឯងថាជាកូនព្រះដឹងខ្លួនឯងថាជាមនុស្សសុចរិតហើយនេះបងប្អូនត្រូវដឹងថាបងប្អូនកំពុងតែរងចាំព្រះអង្គដូច្នេះរក្សាអត្តសញ្ញាណមួយនឹងឲ្យជាប់រក្សាអត្តសញ្ញាណជាកូនព្រះរក្សាអត្តសញ្ញាណជាមនុស្សសុចរិតឲ្យបានជាប់កុំបោះបង់កុំបលែងចោលបទគម្ពីរមួយប្រាប់ថាបិទព្រះអង្គមិនសពព្រះអតីនឹងអ្នកណាដែលលែងទៅវិញនោះទេមានន័យថាបោះបង់ជំនឿចោលនោះទេពីព្រោះនឹងមិនបានទទួលអ្វីពីព្រះជាម្ចាស់សោះចឹងទេចឹងត្រៀមខ្លួននៅកន្លែងនេះគឺត្រូវដឹងខ្លួនឯងថាខ្ញុំជាកូនព្រះខ្ញុំជាមនុស្សសុចរិតរបស់ដោយសារព្រះអង្គខ្ញុំជាមនុស្សសុចរិតរបស់ព្រះអង្គព្រះអង្គរាប់ខ្ញុំជាមនុស្សសុចរិតដើម្បីឲ្យខ្ញុំអាចនឹងរងចាំព្រះអង្គបានបងប្អូនអរគ្នាពីរចំណុចនេះសំខាន់ណាស់ខ្ញុំមិនចង់និយាយអ្វីផ្សេងទៀតក៏បានដែរតែបងប្អូនអរគ្នារក្សាអត្តសញ្ញាណមួយពីរចំណុចមួយនេះបានមានថាជាកូនព្រះគឺជាមនុស្សសុចរិតរបស់ព្រះបងប្អូនរក្សាអត្តសញ្ញាណមួយនេះបានព្រះអង្គយាងមកស្អែកក៏ដោយព្រះអង្គយាងមកជប់នឹងក៏ដោយបងប្អូនអរគ្នាត្រូវបានលើកឡើងទៅពីព្រោះជាសេចក្តីសន្យាព្រះអង្គនៅក្នុងកូរិនថូសទី1ចំពុក15បានបញ្ជាក់ប្រាប់អំពីការនោះថេសាឡូនីកក៏បានបង្ហាញចំពុក4ខ្សែទី1ចំពុក4បានប្រាប់បងប្អូនអរគ្នាអំពីរឿងនោះដូច្នេះបងប្អូនទាំងអស់គ្នារំលឹកដាស់តឿនបងប្អូនអរគ្នាទាំងខ្ញុំនិយាយថាទោះបីជារាល់ថ្ងៃនេះមានកិច្ចការងាររវល់ជាច្រើនអីក៏ដោយប៉ុន្តែខ្ញុំនឹងមិនភ្លេចខ្លួនឯងថាខ្ញុំជាកូនរបស់ព្រះទេហេតុអីពីព្រោះខ្ញុំកំពុងតែរងចាំព្រះអង្គពេលណាខ្ញុំអត់ដឹងប៉ុន្តែខ្ញុំត្រូវតែដឹងខ្លួនជានិច្ចដើម្បីប្រកាសថាខ្ញុំកំពុងតែរងចាំព្រះអង្គខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីកាលណាព្រះអង្គយាងមកខ្ញុំអត់ភ័យទេដូច្នេះបងប្អូនអរគ្នាសារនេះរំលឹកដល់បងប្អូនអរគ្នាត្រូវតែដឹងខ្លួនត្រៀមខ្លួនមួយទៀតជាកូននៃពន្លឺជាពួកនៃថ្ងៃបងប្អូនអរគ្នាខណៈដែលយើងត្រៀមខ្លួនរងចាំការយាងមកព្រះអង្គ
បងប្អូនត្រូវតែដឹងថាបងប្អូនគឺជាកូនរបស់ផងព្រះជាកូននៃពន្លឺជាពួកនៃថ្ងៃបទគម្ពីរបានប្រាប់នៅថេសាឡូនីកទី1ចំពុក5ខ2រហូតដល់ខ9ខ្ញុំជ្រើសតែខ6ប៉ុន្តែក្នុងនេះខ្ញុំនឹងអានបងប្អូនគ្នាស្ដាប់ជាមួយគ្នាថេសាឡូនីកទី1ចំពុក5ខ1ខ2ដល់ខ9ត្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថាថ្ងៃនៃព្រះម្ចាស់នឹងមកដល់ដូចជាចោលមកនៅពេលយប់បងប្អូនដឹងច្បាស់នៅតែបទគម្ពីរប្រាប់អញ្ចឹងលោកស្វៈពលបានប្រាប់ទៅពួកជំនុំកូរិនថេសាឡូនីកថាពួកគេដឹងច្បាស់ហើយថាថ្ងៃនៃព្រះម្ចាស់នឹងមកដូចជាចោលនៅពេលយប់ត្បិតកាលណាគេកំពុងតែនិយាយថាមានសេចក្តីសុខសាន្តមានសេចក្តីរៀបរយហើយនោះលោតែមានសេចក្តីហិនវិនិច្ឆ័យមកលើគេភ្លាមដូចជាស្ត្រីមានគឈឺនឹងសម្រាលហើយកិច្ចមិនរួចឡើយតែបងប្អូនអើយអ្នករាល់គ្នាមិនមែននៅក្នុងសេចក្តីងងឹតឲ្យថ្ងៃនោះបានមកដល់អ្នករាល់គ្នាដូចជាចោលនោះទេខ4ខ5អ្នករាល់គ្នាសុទ្ធតែជាពួកនៃពន្លឺហើយជាពួកនៃថ្ងៃយើងមិនមែនជាពួកនៃយប់ឬនៃសេចក្តីងងឹតឡើយខ6ជាខសំខាន់ដែលខ្ញុំដាក់នៅក្នុងកន្លឹះនេះដូច្នេះត្រូវឲ្យយើងចាំយាមហើយដឹងខ្លួនមិនត្រូវឲ្យយើងដេកលក់ដូចជាមនុស្សឯទៀតទេត្បិតពួកអ្នកដែលដេកលក់គេតែងតែដេកនៅពេលយប់ហើយពួកអ្នកដែលស្រវឹងស្រាក៏តែងស្រវឹងនៅពេលយប់ដែរតែយើងជាពួកនៃថ្ងៃយើងត្រូវដឹងខ្លួនទាំងប្រដាប់កាយដោយសេចក្តីជំនឿសេចក្តីស្រឡាញ់ទុកជាប្រដាប់បាំងដើមទ្រូងហើយសេចក្តីសង្ឃឹមរបស់ផងសេចក្តីសង្គ្រោះទុកជាមួកសឹកត្បិតព្រះទ្រង់មិនបានតម្រូវយើងទុកសម្រាប់សេចក្តីក្រោធទេគឺសម្រាប់ឲ្យបានសង្គ្រោះវិញដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះម្ចាស់នៃយើងដែលទ្រង់សូគុតជំនួសយើងជាពួកនៃថ្ងៃយើងជាពួកនៃពន្លឺជាកូននៃពន្លឺដែលព្រះអង្គបានបំរុងយើងទុកសម្រាប់សេចក្តីសង្គ្រោះព្រះអង្គអត់បំរុងទុកអ្នកដែលមិនជឿព្រះអង្គសម្រាប់សេចក្តីសង្គ្រោះទេព្រះអង្គស្រឡាញ់មែនអ្នកដែលមិនជឿព្រះអង្គក៏ព្រះអង្គស្រឡាញ់ដែរប៉ុន្តែព្រះអង្គបំរុងសេចក្តីសង្គ្រោះទុកសម្រាប់អ្នកដែលជឿព្រះអង្គបងប្អូនតន់កន្លែងនេះហ៎អញ្ចឹងបងប្អូនអ្នកគ្នានៅទីនេះសូមពិចារណាឡើងវិញបងប្អូនអ្នកគ្នាដែលជឿដល់ព្រះយេស៊ូវគ្រីស្ទមានន័យថាបងប្អូនអ្នកគ្នាត្រូវបានព្រះអង្គបំរុងទុកសម្រាប់សេចក្តីសង្គ្រោះដូច្នេះដែលយើងទាំងអស់គ្នាត្រូវបានព្រះអង្គណូតព្រះអង្គចុចព្រះអង្គដៅចំណាំទុកសម្រាប់សេចក្តីសង្គ្រោះបងប្អូនត្រូវដឹងខ្លួនថាខ្ញុំជាកូននៃពន្លឺខ្ញុំគឺជាពួកនៃថ្ងៃពួកដែលភ្លឺអញ្ចឹងជីវិតរស់នៅត្រូវយ៉ាងម៉េចនៅក្នុងបទគម្ពីរនេះបានបង្ហាញនៅគន្លឹះមួយចំនួនត្រូវប្រុងប្រយ័ត្នសម្រាប់ជីវិតនៃការរស់នៅរបស់ផងយើងតើបង្ហាញឲ្យគេឃើញពន្លឺនិងសេរីល្អនៃព្រះជាម្ចាស់ឬអត់កាលណាយើងដឹងខ្លួនថាយើងរងចាំព្រះម្ចាស់យើងគឺជាកូនព្រះយើងគឺជាមនុស្សសុចរិតយើងជាពួកនៃពន្លឺជាពួកនៃថ្ងៃយើងត្រូវបង្ហាញឲ្យគេឃើញពីសេរីល្អของព្រះអង្គជីវិតរស់នៅត្រូវបង្ហាញឲ្យគេឃើញអំពីគំរូដ៏ល្អនៅក្នុងជីវិតប្រចាំថ្ងៃដើម្បីគេមើលឃើញព្រះគ្រីស្ទនៅក្នុងជីវិតរបស់ផងយើងដូច្នេះកិរិយាប្រព្រឹត្តរបស់ផងយើងរាល់ថ្ងៃនេះជាផ្នែកមួយដ៏សំខាន់ឆ្លើយតបទៅអ្វីដែលព្រះជាម្ចាស់ព្រះអង្គរាប់ទទួលស្គាល់ថាយើងជាកូននៃពន្លឺបើយើងជាកូននៃពន្លឺតែលោកីគេឃើញយើងពេញទៅដោយសេចក្តីអាក្រក់តែគេរាប់ថាយើងជាកូននៃពន្លឺឬទេបើយើងត្រូវបានរាប់ថាជាកូននៃពន្លឺដឹងខ្លួនឯងថាជាកូនព្រះជាមនុស្សសុចរិតហើយគេមើលឃើញយើងជាមនុស្សដែលភ្លឺជាមនុស្សដែលមានអីនៅក្នុងនេះប្រាប់សេចក្តីជំនឿសេចក្តីស្រឡាញ់ពេញពោនោះគេនឹងថ្វាយសេរីល្អដល់ព្រះជាម្ចាស់នៃយើងដែរហើយកាលណាយើងរស់នៅក្នុងជីវិតបែបហ្នឹងមានន័យថានៅក្នុងខ្លួនរបស់យើងគឺយើងរងចាំព្រះអង្គពិតប្រាកដមែនយើងដឹងខ្លួនថាខ្ញុំកំពុងរងចាំព្រះអង្គហើយខ្ញុំរស់នៅដែលស្ដាប់បង្គាប់ព្រះអង្គឃើញទេយើងនឹង enjoy នៅក្នុងជីវិតរបស់យើងដែលមានសេចក្តីសង្ឃឹមជាមួយនឹងព្រះយេស៊ូវយើងនឹងរីករាយនៅក្នុងជីវិតរបស់យើងដែលយើងកំពុងតែរងចាំព្រះយេស៊ូវនេះវាតកតងជាមួយនឹងការដឹងខ្លួនតកតងជាមួយនឹងការញាក់ដឹងខ្លួនការដឹងខ្លួនដែលយើងត្រូវរងចាំដែលរងចាំព្រះអង្គណាជាសំខាន់បងប្អូនគ្នាយើងជាពួកនៃពន្លឺជាកូននៃពន្លឺជាពួកនៃថ្ងៃមិនមែនជាពួកនៃស្ដីងងឹត
บทกลมปีนี้บานบางไฮโลกสวยปอลบางไฮดอกปุ๊จำนวนในเทศนิทาปุ๊ในเสียงเงิดกี่เธอใช่กี่ช่วยจัดเด็กกี่มันรงจำกี่มีสไลสังคมมีการรำพึงตกน้ำมวยอย่างปีประชิมชาติโดยจีปุ๊เนี่ยได้สวังสระตายจะสวังในประโยชน์มีในท่าปุ๊เกช่วยจัดเด็ดเฟื่อไว้แต่ปุ๊เกช่วยจัดเฟื่อปันไตมันแมนเชียมันดูในปนลือเตนี่คือเชื่อไว้มวยได้รำลึกดอกมดอกนี้ปรองประหยัดก็เลยนี่เหม็นมีในท่ามันเอาบองปนอกนี้แต่ตรงมวยเปียท่ามนุษย์สวังสระตายสวังในประโยชน์คือจังปราบบองดอกนี้โกนในปนลือมันมันเอาเหม็นเอาบองดอกนี้ถาวมันพักสระมันสบายตึกไรเนี่ยไปได้สบายตัวเลยครบแต่งเกิดระยะแต่งลายนะได้เหมือนเมนเชียปุ่นลื้อบองปนออกเนี่ยตรึกึดให้พิจารณาก้นในปุ่นลื้อแต่ตรึเมียนอากับปกิริยาแบบน่าดำใบเอาเกมเมื่อเคยใส่หล่อเปรี้ยในครองชีวิตบองปนออกนี่อาเมนการดังคลุนแบบนี้มีในไทยยังบานเตรียมคลุนจะใส่เตรียมคลุนจะใส่ดำใบคลุนไอเนยจวบจมวยปองให้รงจำปองยังมองเป็นประกาศเมนนะตีมวยดังคลุนในเกจิโกนเปรี้ยตีปีดังคลุนในยังจิมนุสจรัตคือเตรียมคลุนจะใส่สำหรับสิ่งใดสังครัวตีใบเตะตองจมวยนังกาประพฤติรในรอดไงยังจิโกนในปนลือยังจิโกนในปนลือแต่ยังเต้าเตรียมคลุนจะใส่สำหรับการยิงหมอกบอกของปองจังไงจังชมในใจแต่ใบจมเลยตั้งเตะเส้นติดไม้กระบาลได้เอาคนปองซามวยนี่ปรับเราบองปูนอกเนี่ยชมสังคมถ่าบองปูนอกเนี่ยมันเนี่ยปีนัดเมื่อแต่ชมชื่อปองเตะให้บักชิมเชื่อปองแต่ชิมดังตักลุนชิมเชี่ยโกนบ่พงเปรตเตให้ชิมตระบานรอบเชื่อสัจรัตได้ทราบปองให้หนือให้ชิมตระปรองประหยัดจมพวกเกริยาประพฤติประจำไงบ่พงชิมอย่างมิดตำใบสะสมเชี่ยโกนในผลลื้อเชี่ยพวกในไงการนายยังดังลุนปีใบจมในนี้ให้ส้มบองปนอกเนี่ยมีนสังคมจ่อปีปลัวบองปนกำปงแต่รงจำเตรียมคลุนจะใส่สำหรับการยิงบ่พงปองไงมีเรื่องจีจานเด็ดปัจจัยใบจำนวนนี้สำคัญใบจำนวนนี้สำคัญได้ไอ้รำลึกบองปนออกเนี่ยไอ้สำหรับเนี่ยได้เอาตอนแต่ตัวปองส้มปิจานาลางส้มปิจานาลางบ่าวปองยิงหมดไงนี่บ่าวปองยิงหมดไงใส่บ่าวปรตกากรอกการลาหมดไงใส่ชิมมีอากาศเต้ชิมมีอากาศเต้บ่าวปองเหมือนตอนยิงหมดปัจจัยเหตุการณ์กรอกการลางให้ชีวิตชิมตระบานปะปอลตาชิมไอ้มีอากาศเต้ส้มปินิดลางเป็นในขนมชงคอได้ชมอ่านใบมันบัดตรงเหมือนบานดำเรยยืงตุกสำหรับสิกใดกล่าวเต้คือสำหรับอ้อยบานสิกใดสังครัววิ่งโดยสาพระเยซูสำหรับอ้อยบานสังครัวโดยสาพระเยซูเจ้าบักเมียนพระเยซูแต่อาจบานสังครัวเต้มันบานเต้เลิกแต่ตามพระเยซูมวยก็เติบยืงตระบานบ่มรงตุกสำหรับสิกใดสังครัวโดยเฉพาะโจตัวพระเยซูไอ้เล่พระองค์เชื่อมาจากนี่จะเป็นสังครูบองปูนออกนี่ไอ้เลยบองปูนออกนี่ได้เชื่อพระองค์ให้ตระประกอบตักชมเชื่อโกนเปรี้ยชมคือเชื่อมนุษย์สัจรัตชมคือเชื่อโกนในปนลือแต่ชมเตยแต่กึศปรงประหยัดชมพวกกาประพฤติรอดไงในขนมสักกุมในเลือแผ่นใดเดียกชมรุนเลยแต่เนี่ยดังคลุนชมกระปงรงจามรองอาเมนเชื่อโกนเปรี้ยชมรงจามรองสมาธิทานชมวิชมไปสวยตัวบงกรมออกคุณพระองค์สำหรับพระบรรทุลและบานรำลึกดักเตือนคนออกเชื่อปริจสามมวยเราสำคัญดักเตือนในชมตอกนี้แต่บัดเจอก็ดังตัดไงสายดังการมีเรื่องไปการลางโนเตบัดเจอก็ดังตัดไงสายแต่ปฏิการในเลือพันใดนี่ไอ้ดังการมาดอลป้าปอลชีวิตยังชมเชียอย่างนาตีหายยังชมก็มันดังตัดข้างไอ้วิญญาณพระองค์มาจัดตรงนี้ยังบอกในเปลนาได้โดยฉะนั้นยังชมตอกนี้เตรียมคลุนไอ้การเตรียมคลุนต่อแต่ยังชมดังท่ายังชมเชียนาในครั้งพระเยซูคริสต์เอายังชมประกาศไทยยังชมคือเชื่อโกนเปรี้ยปีโปรสกเดสัญญาพระองค์คือยังเชื่อโกนพระองค์ในเปรย์ยังตัวเชื่อพระองค์ยังเชื่อพระองค์พระองค์รบยังเชื่อมนุษย์สัจรัตได้ยังบ้านเชื่อเมตรัยช่วยนางพระเยซูยังบ้านเชื่อเมตรัยช่วยนางเปรี้ยได้ยังอาจเชื่อมนุษย์เมียนบาปปนัยการนายยังเมียนสกเดสัจรัตสาสกเดจุ่มเนื้อยังอาจเมียนสกเดเมตรัยช่วยนางเปรี้ยดาบริสุทธิ์ได้ยังอาจยังโจตัวตีลำเนื้อระบบของเปรี้ยดาบริสุทธิ์ได้พระองค์มาจากตรงสับเปรหาไตบานยังเชื่อโกนในปนลือได้ยังตระปรองประหยัดจำพวกเกิริยาประพฤติบ่ยังชมดำใบเอามนุษย์เอาโลกไก่แต่มูลเกมือเคยท่ายังคือเชื่อโกนร้องยังคือเชื่อสารระบบพองเปิดประกาศตามวิญญาณประพฤติได้ตรำตระได้ละอประสาเมียนเป็นดาวกระไดสลันดาวเนียตะวินตะมองนัวเองดิฉันสมปรองประเทียนโปดำใบเอายังชมตะงอกเนี่ยมันเนี่ยบันดำในการรำลึกการดาเตือนนี่ของจัดยังชมรอไงก็มายังชมเพื่อประเหก็มายังชมพลิกลุนไหล
យើងខ្ញុំត្រូវការជំនួយពីព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយយើងខ្ញុំឲ្យរក្សាការត្រៀមខ្លួនការចាំយាមនេះនៅជាប់ក្នុងចិត្តយើងខ្ញុំដល់រាបដល់ថ្ងៃអាក្រក់មកដល់ឬក៏ដល់រាបដល់ថ្ងៃដែលព្រះអង្គយាងមកយើងនឹងបានសង្គ្រោះពីព្រោះព្រះអង្គបានបំរុងយើងទុកសម្រាប់សេចក្តីសង្គ្រោះមិនមែនទុកសម្រាប់សេចក្តីក្រោធទេដូច្នេះសម្រាប់យើងខ្ញុំដែលជឿព្រះអង្គសូមឲ្យយើងខ្ញុំទាំងអស់គ្នាបានទទួលនៅគ្រប់ទាំងសេចក្តីសន្យារបស់ព្រះអង្គនៅក្នុងជីវិតយើងខ្ញុំពិតប្រាកដមែនតែបង្គំជឿឲ្យទុកចិត្តព្រះអង្គទូបង្គំអរគុណស្មាព្រះបន្ទូលរំលឹកដាស់តឿនកូននៅពេលព្រឹកនេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនអរគុណព្រះអង្គសូមព្រះបានប្រទានពរ